Song chịp tè song tè mũ từ tu rong cút nạp bạch nịch. Miên tai song đà tu nâng phu su pha tê đại nơi tại thọt sát lôi chài. Nẹt mơ tới cứ kê miên liệp sầm nang lọ mèn tên. Rồi hai chi mình men kron tại thưa lọ bẩn nọc tê tại thanh tèng chi atipo đó sầm nang rồi bọc kê tiếp phong mình chầm lại tê đại lục khứ chư trăng bạch tê. Bạch tê có bạch tơ mình ấy tê. Tai nẹt ban kết hai rư nơi thà nẹt nâng ru nơi chỉ mùi nẹt na. ខ្ញុំនឹងរស់នៅជាមួយសៀវតុងព្រមទាំងថែរក្សាជាយាងខ្ញុំនឹងបែកផ្ទះជាមួយសុងដាទូយកគាត់ចេញទៅគឺគ្រប់គ្រាន់ហើយ Nẹt từ hai lục ta song tiếng óc nia một. បាទយើងទៅឥឡូវនេះ Song chia miên đây sờ rục mà bay pram pi mô đàm lòi đây đọc pram pi môត្រូវបានចែកទៅតាមចំនួនប្រជាជន ឥឡូវនេះនៅតែចែកទៅតាមចំនួនប្រជាជនដី10ម៉ូដែលនៅសល់ត្រូវបានចែកជាពីរផ្នែក មួយផ្នែក6ម៉ូនៅក្បែរមាត់ទន្លេ មួយផ្នែកទៀត4ម៉ូជាដីចោល សុងដាទូផ្ទះរបស់អ្នកយកដីចោល4ម៉ូ លោកស្រីសុងអ្នកនឹងកូនប្រសាស្រីរបស់តាហឺព្រមទាំងសៀវតុងយកដី6ម៉ូ មានអ្វីចំទាស់ទេ ខ្ញុំយល់ព្រមតាមលោកតាលីជឿងទាំងអស់ លោកតាលីជឿងហេតុអ្វីគេយកដី6ម៉ូ គឺនៅក្បែរមាត់ទន្លេទៀតសុងដាទូគុំទៀងខ្ញុំ គេមានមនុស្សប៉ុន្មានអ្នកទេ ផ្ទះរបស់យើងឥឡូវមានមនុស្ស4នាក់ជីនប៉ាវធំជាងមុនហើយញ៉ាំច្រើនគួរតែឲ្យផ្ទះរបស់យើងមានដីបន្ថែមទៀត ផ្ទះរបស់អ្នកមានមនុស្ស4នាក់មែន តែពួកគេជាផ្ទះ2 ហើយម្ដាយក្មេករបស់អ្នកក្រោយមកគឺសៀវតុងនឹងចិញ្ចឹមខ្ញុំគួរតែចែកឲ្យគេបន្ថែមទៀត បើមិនមែនដោយសារកូនទាំងពីររបស់អ្នកកំពុងតែញ៉ាំច្រើនទេខ្ញុំមិនចង់ឲ្យអ្នក4ម៉ូផង កូនប្រសាស្រីមិនត្រឹមត្រូវនឹងនាំគ្រោះដល់3ចំនួន មែនហើយ អ្នកនិយាយត្រូវហើយ ចំពោះផ្ទះនេះសុងដាទូអ្នកជាកូនប្រុសច្បងហើយមានកូនប្រុស2នាក់ការរស់នៅក្នុងផ្ទះតូចមិនមែនជាវិធីសាស្ត្រល្អទេ គួរតែទៅសាងសង់ផ្ទះថ្មីនៅដីទេក្នុងភូមិ សាងសង់ផ្ទះថ្មី ត្រូវចំណាយលុយប៉ុន្មាន សាងសង់ផ្ទះថ្មីល្អណាស់ ខ្ញុំនឹងដាទូបានសន្សំបានជិត20ដំឡឹងប្រាក់ហើយទៅខ្ចីពីម្ដាយខ្ញុំបន្តិចទៀតគឺគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះធំមួយ មិនមានបញ្ហាអីទេមកចុចមេដៃទៅ មក រងចាំ របស់ចែកអស់ហើយ ប្រាក់ក្នុងផ្ទះមិនទាន់ចែកផង ខ្ញុំចាំបានថាធ្លាប់រាប់ហើយថាប្រពន្ធចាស់នេះនៅសល់ប្រាក់5ដំឡឹង មិនអាចឲ្យគេចំណេញទេ មែនហើយបើក្នុងផ្ទះនៅមានប្រាក់ គួរតែយកមកចែកឲ្យច្បាស់លាស់ ហឹមខ្ញុំក៏ថាអញ្ចឹងដែរ ខ្ញុំថាប្រពន្ធចាស់នេះនៅតែមានប្រាក់ ព្រោះថាគាត់ចង់បែកផ្ទះដូច្នេះកុំបន្ទោសយើងដែលមិនសមរម្យ ប្រាក់និងលុយសុទ្ធត្រូវបានខ្ញុំលាក់នៅក្នុងផ្ទះពណ៌ស គ្មានអ្នកណាអាចយកទៅបានទេ គឺត្រឹមតែប៉ុណ្ណឹង មិនក៏អាច មិនលុយនេះមិនត្រូវទេ ប្រកាសជាមិនត្រូវទេមិនក៏អាចមានតែប៉ុណ្ណឹង ម្ដាយបើចង់បែកផ្ទះក៏គុំលេងល្បិចជាមួយយើងអី ប្រាក់ប៉ុន្មានក្នុងផ្ទះយើងដឹងទាំងអស់ លោកតាលីជឿង កាលនោះសុងឈឹងយឺត្រូវបានឃុំសៀវជាវាយស្លាប់ធ្វើបុណ្យសពរួចផ្ទះនៅសល់20ដំឡឹងប្រាក់នេះលោកគឺដឹងហើយផ្ទះមិនមានប្រាក់អីផ្សេងទៀតទេដំបូងសុងដាទូរៀបការថ្លៃបណ្ណាការឲ្យ5ដំឡឹងប្រាក់ហើយពិធីមង្គលការចំណាយអស់1ដំឡឹងប្រាក់ទៀត ដូច្នេះនៅសល់14ដំឡឹងប្រាក់ 14ដំឡឹង ច្រើនឆ្នាំមកហើយអ្វីដែលអ្នកញ៉ាំអ្នកផឹកគឺធ្លាក់ពីលើមេឃមែនទេឬក៏អ្នកលួច ហាហាហា ការបើកផ្ទះមាន7យ៉ាងគឺអស់អង្ករប្រេងអំបិលទឹកត្រីទឹកខ្មេះតែមួយណាដែលមិនចំណាយលុយ អាសុងជាកូនច្បងនេះចេះតែមើលកាបូបលុយរបស់ម្ដាយ មិនទាន់រៀបការមិនដឹងថាអស់អង្ករថ្លៃប៉ុណ្ណាទេ ឪពុករបស់អ្នកស្លាប់12ឆ្នាំហើយអ្នកទាំងពីររៀបការប្អូនស្រីរៀបការចេញទៅការចំណាយក្នុងផ្ទះទំនាក់ទំនងជាមួយអ្នកដទៃគឺសុទ្ធតែលុយចុងក្រោយនៅសល់តែប៉ុណ្ណឹងបើចង់ចែកក៏ចែកទៅបើអ្នកណាមិនជឿអាចរើមើលតាមចិត្ត លោកគឺជឿចាស់ហើយក៏គ្មានការងាររកលុយដែរ សៀវតុងនៅក្មេងកូនប្រសាស្រីរបស់តាហឺចិត្តសម្រាប់កូនទៀត ថ្ងៃក្រោយនឹងរស់នៅយ៉ាងម៉េចទៅ